សួស្តីបងប្អូននឹងខ្ញុំមកចង់ចែកម្លែកចំណេះដឹងបន្តិចបន្តួចហ្នឹងហើយគឺមានសំណួរសួរថាតើនៅពេលអាចប្រាំងឡានតើយើងគួរធ្វើមិនខ្លះសម្រាប់ខ្ញុំណាខ្ញុំប្រើយន្ត Toyota Rai ហ្នឹងខ្ញុំគិតថាទី1គឺមានប្រាំងដៃនៅពេលតែប្រាំងយើងអត់ស៊ីយើងអាចអបប្រាំងដៃអញ្ចឹងណាហ្នឹងហើយសម្រាប់ទីកោះលេខវិញគឺអត់មានលេខ L អត់មានលេខ2អីទេគឺមានតែលេខ P O N ហើយនឹង D ហើយយើងអាចប្រើជាលេខដៃបានអញ្ចឹងនៅពេលដែលដាច់ប្រាំងគឺយើងអាចប្រើអាលេខដៃនេះអាហ្នឹងគេហៅថាអី Pendle Shift ហ្នឹងនិយាយខុសត្រូវកុំប្រកាន់អ្នកនេះហ្នឹងហើយប្រើលេខដៃនៅពេលយើងកំពុងជិះអញ្ចឹងទៅយើងដាក់លេខ D ក៏ដោយយើងចុចលេខដៃមកចុចបន្ថយលេខមកគឺវានឹងថយហើយតែតើយើងបលែងហ្គែដែរតែបើយើងជន់ហ្គែយើងចុចបន្ថយវាអត់ថយទេឬក៏យើងអូសមកស្ដាំមកដើម្បីឲ្យទៅជាលេខដៃយើងបន្ថយលេខតាមហ្នឹងហើយអញ្ចឹងយើងប៉ុណ្ណឹងយើងព្យាយាមប្រុងស្មារតីយើងឲ្យបានល្អមកដើម្បីយើងធ្វើចំណុចហ្នឹងឲ្យបានត្រឹមត្រូវដើម្បីជៀសវាងបញ្ហាអញ្ចឹងណានេះជាចំណុចមួយទូចរបស់ខ្ញុំដឹងទេអញ្ចឹងបើសិនជាបងប្អូនមានចំណុចដឹងបន្ថែមចង់ចែករំលែកcommentខាងក្រោមមកអរគុណច្រើនបាយបាយ